សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចែករំលែកបងប្អូនពីវិធីធ្វើយ៉ាអ៊ូសុខភាពបានជានិយាយថាយ៉ាអ៊ូសុខភាពគឺដោយសារតែកូនអាយុ1ឆ្នាំឡើងគឺអាចញ៉ាំបានដំបូងគឺយើងប្រើយ៉ាអ៊ូរសជាតិដើមចំនួន120មីលីក្រាមហើយបន្ទាប់មកគឺទឹកដោះគោខាប់ចំនួន30 ml គឺរសជាតិគឺផ្អែមល្មមគ្រឿងផ្សំដែលខ្ញុំយកមកប្រើនេះគឺក្មេងអាយុ1ឆ្នាំឡើងគឺអាចញ៉ាំបានយ៉ាអ៊ូនេះខ្ញុំធ្វើសម្រាប់កូនរបស់ខ្ញុំផងហើយនឹងខ្ញុំញ៉ាំផងការធ្វើយ៉ាអ៊ូខ្លួនឯងគឺយើងប្រកាសថាយ៉ាអ៊ូយើងថ្មីហើយនឹងប្រើគ្រឿងផ្សំបានល្អងាកមកវិធីធ្វើរបស់យើងវិញគឺយើងចាក់យ៉ាអ៊ូហើយនឹងទឹកដោះគោខាប់ចូលគ្នារួចកូរឲ្យសព្វបន្ទាប់មកយើងដាក់ទឹកដោះគោស្រស់ចូលចំនួន500 ml ការធ្វើនេះគឺមានភាពងាយស្រួលហើយចំណេញលុយមែនតើបន្ទាប់ពីយើងកូរឲ្យសព្វហើយគឺយើងបុកពពុះដែលនៅលើនឹងចាញ់ដោយសារតែបើសិនជាមានពពុះទេគឺលបាយវាអត់ម៉ត់ល្អនៅពេលដែលដួសពពុះហើយគឺក៏រួចរាល់ហើយយើងគ្រាន់តែក្របវាហើយយើងទុកចំនួន6ម៉ោងគឺយើងយកមកវិញគឺយ៉ាអ៊ូយើងគឺនឹងទទួលបានយ៉ាអ៊ូដ៏ឈ្ងុយឆ្ងាញ់និងសុខភាពល្អហើយលបាយយ៉ាអ៊ូរបស់យើងនោះគឺល្មមឆ្ងាញ់តែម្ដងអរគុណបងប្អូនដែលតាមដាននិងចូលចិត្តវីដេអូមួយនេះខ្ញុំនឹងចែករំលែកពីវិធីធ្វើអាហារសម្រាប់កូននៅវីដេអូក្រោយទៀតជួបគ្នា